ថ្ងៃនេះដែលគេថាមិនម្ដងអង្គយូរបាទជិះម៉ូតូប្រែនប្រយទៅប្រាសាទក៏សម្លឹងចុះសម្លឹងឡើងឆ្វេងស្ដាំរកស្រាប់តែឃើញក្តាមប្រៃនឹកឃើញតែក្តាមប្រៃនឹកឃើញដល់ត្រីបំពងហើយគេចាប់ផ្ដើមទិញមកភ្លាមតែម្ដងបាទគេថាមិនទុកបង្អង់យូរទេបាទគេថាមើលទៅតំណងណារឿងម្ហូបបែបប្រៃហិលចេះគឺថាបាយអស់ទាំងឆ្នាំងតែម្ដងបាទហើយយើងក៏មិនបានបង្អង់យូរដែរបងប្អូនយើងចាប់ផ្ដើមដាក់បំពងវាទៅបានហើយថ្ងៃយើងប្រើជាមួយនឹងត្រីផ្ទក់ថាត្រីផ្ទក់យើងមិនចាំស្កាវាទេគេតែយើងដាក់បំពងវាទាំងសកៃចឹងហ្មងទៅបងប្អូនទាំងសកាយទាំងសកៃហើយយើងប្រឡាក់ជាមួយនឹងអំបិលបន្តិចទៅដើម្បីជួយកាពីយើងឈានទៅកុំឲ្យវាជាប់នឹងខ្ទះអញ្ចឹងនិយាយពីថាត្រីបំពងជាមួយនឹងក្តាមប្រៃដាក់អំពិលខ្ចីជូរហឹលគេថាជាតិណាស់បងប្អូនហើយថាបាយអស់ទាំងចានទាំងឆ្នាំងមិនដឹងខ្លួនអីចឹងទេមុខម្ហូបមើលទៅគឺបែបសាមញ្ញទេប៉ុន្តែបើយើងគិតឲ្យច្បាស់គិតឲ្យដល់យើងគណនាឲ្យបានត្រឹមត្រូវនេះគឺថាមុខម្ហូបនេះគឺជាមុខម្ហូបមួយដែលយើងគេហៅថាបាយអស់ទាំងចានទាំងឆ្នាំងអីចឹងលិតដៃលិតជើងអីចឹងបងប្អូនបាទហើយគេថាបែបពេញណែជូរហឹលជាមួយនឹងក្តាមប្រៃលាយជាមួយនឹងអំបិលខ្ចីគេថាចាប់ជាតិគ្នាឆ្ងាញ់ខ្លាំងមែនតើបាទគេថាយើងបើសិនជាយើងញ៉ាំនៅឯស្រែបែបលើភ្លឺស្រែបានញ៉ាំជាមួយនឹងដៃបងប្អូនបើសិនជាយើងញ៉ាំជាមួយនឹងស្ព្រាអីយើងគិតថាវាធម្មតាអញ្ចឹងបើសិនជាយើងញ៉ាំជាមួយដៃចាប់អូយជាតិខ្លាំងមែនតើចង់និយាយចាស់ចឹងហើយបែបមើលទេសភាពមើលវាលមើលស្រែមើលស្រូវបាទគេថាខៀវស្ងាត់អីចឹងបងប្អូនអូយនឹងក្តីសុខប៉ុណ្ណាទេចឹងបងប្អូនជាធម្មតាម្ហូបបែបស្រុកស្រែអញ្ចឹងបើសិនជាយើងញ៉ាំជាមួយស្ព្រាអីជាមួយសមគេថាវាអត់ត្រូវអត់ស៊ីមេទ្រីដូចគ្នាវាអត់ឆ្ងាញ់អីចឹងបើសិនជាយើងញ៉ាំជាមួយដៃអត់ដឹងថាជាតិខ្លាំងមែនតើញ៉ាំបែបឥណ្ឌាអញ្ចឹងបងប្អូនថាជាតិខ្លាំងមែនតើហើយចាស់លោកយាយរបស់ខ្ញុំតារបស់ខ្ញុំក៏គាត់នៅក៏គាត់ហូបជាមួយនឹងដៃចឹងហ្មងគេថាមើលទៅវាតំណខ្លាំងមែនតើពេលយើងនៅទីទូចបើសិនជាយើងឃើញគាត់ញ៉ាំជាមួយនឹងដៃគេថាវាកំពើមកប៉ុន្តែដល់ពេលយើងសាកញ៉ាំដូចគាត់គេថាវាឆ្ងាញ់មួយយ៉ាងបែបស្រុកស្រែបែបស្រែអញ្ចឹងគេថាហៅថាស្រែអញ្ចឹងគេថាញ៉ាំទៅឆ្ងាញ់ខ្លាំងមែនតើវាបង្កើនថារសជាតិក្អែលដៃក្អែលអីចឹងណានិយាយរឿងកាលនៅពីតូចបើបានបាយកកម្ដុំប៉ិនក្បាលឆ្កែហ្នឹងគេថាទៅហើយបាទជាមួយនឹងអំបិលម្ដុំគេថាទៅហើយខាំតាពីចាច់អីចឹងបើសិនជាបានជាមួយនឹងក្តាមប្រៃត្រីពងដូចឥឡូវអីចេះគេថានឹងជាតិនឹងឆ្ងាញ់ប៉ុណ្ណាទេនិយាយមែនបងប្អូនក្មេងៗឥឡូវមិនដូចក្មេងៗកាលពួកខ្ញុំនៅទីទូចអីចឹងទេគេថាឲ្យតែបានបាយកកម្ដុំទៅហើយទៅមើលគោបាទទៅច្រូតស្មៅច្រូតអីទៅរៀនទៅអីបានបាយកកព្រលឹមឡើងគាត់ថាសបាយអបានលុយ500 200ទៅរៀនហ្នឹងសបាយអដូចក្មេងៗឥឡូវមកស្អីក៏អត់ចេះញ៉ាំស្អីក៏អត់ចេះញ៉ាំគិតតែពីរឿងញ៉ាំរបស់ស្បែកកំប៉ុកនំនែកអីចឹងដោយការចំនួនខ្ញុំនៅទីទូចឲ្យតែបានបាយកកហ្នឹងនឹងសប្បាយចិត្តប៉ុណ្ណាទេក្មេងឥឡូវរើសចំណីណាបងប្អូនគេថាមុំអីគេថាអត់ញ៉ាំទេសុខចិត្តទៅរកក្រៅអីចឹងឥឡូវពួកអីសម័យឥឡូវវាទៅលើស្អីក៏មានអីចឹងគឺថាអីក៏មានដែរឲ្យតែមានលុយសំខាន់ឲ្យតែមានលុយអីចឹងឲ្យតែមានលុយដឹងតែមានរបស់ញ៉ាំប្លែកហើយមិនដូចយកក្មេងជំនាន់មុនទេណាហើយលោកព្រលឹមឡើងមានអីមានតែបាយកកហ្នឹងហើយបាទដើម្បីចម្អែតកាពះតម្រាំតែបានថ្ងៃត្រង់បានបាយគឺថ្ងៃត្រង់នោះបាទមើលទៅតំណងអត់បងប្អូនតំណងអត់គឺថាមកជាតិខ្លាំងមែនតើបងប្អូនគេថាត្រីបំពងស្រួយជាមួយនឹងក្តាមប្រៃបែបជូរហឹលអូយតំណងខ្លាំងមែនតើបាទតោះហើយចាំកាលទៀតគេថាចាក់បាយមកបាទអូនេះបើសិនជាយើង
ជាមួយនឹងបាយកកកាន់តែឆ្ងាញ់បាទបើថាជាមួយបាយក្តៅវាអត់សូវឆ្ងាញ់ញ៉ៃប្រហែលអីចឹងទេបងប្អូនអើយ